បាទសួស្តីបងប្អូននៅថ្ងៃនេះខ្ញុំបង្ហាញអំពីផ្លូវដែលចេញពីផ្សារសាលាក្រៅហើយយើងទៅដល់វត្តបាត់ដាតើផ្លូវហ្នឹងមានសភាពបែបណាយើងទស្សនាបងប្អូនគ្នាហើយខ្ញុំក៏សាររឿងលឿនបន្តិចដើម្បីកាត់បន្ថយពេលវេលានេះផ្លូវយើងឆ្លងកាត់តាមភូមិអូទឹកភ្លាវអញ្ចឹងហើយផ្លូវភូមិអូទឹកភ្លាវនេះប្រហែលជា15គីឡូម៉ែត្រគឺផ្លូវគ្រោះក្រហមនៅរដូវកាលនេះរឿងហុយបន្តិចក៏ប៉ុន្តែមិនជាបញ្ហាប៉ុន្មានទេព្រោះប្រជាពលរដ្ឋធ្វើដំណើរក៏មិនជាមមាញឹកប៉ុន្មានសម្រាប់ទេសភាពនៅតំបន់នេះគឺស្រស់ស្អាតស្រស់បំព្រងមែនទែនព្រោះជាតំបន់ឆ្លងកាត់នៅជើងភ្នំហើយក៏ជាចំការចេកចំការស្វាយចំការមៀនហើយទៅស្រស់ស្រាយទោះបីជាផ្លូវនេះជាផ្លូវក្រាលគ្រោះក្រហមក៏ប៉ុន្តែនៅថ្ងៃទី3ខ្ញុំធ្វើដំណើរថ្ងៃទី3ខែ12ឆ្នាំ2025គឺនៅសភាពស្អាតយើងអាចធ្វើដំណើរបានក្នុងល្បឿន60ទៅ80គីឡូម៉ែត្រក្នុងម៉ោងដោយងាយស្រួលបើ60គីឡូម៉ែត្រក្នុង1ម៉ោងគឺស្រួលគឺបើកដោយមានទំនុកចិត្តអត់ពិបាកអត់រលាក់ទេសភាពកន្លែងនេះគឺគៀកទៅនឹងតំបន់ជើងភ្នំអញ្ចឹងតាមវីដេអូនេះមើលទៅគឺក៏ឃើញថាវារង fresh ទៀតយើងដល់ជើងភ្នំគឺស្អាតណាស់ជើងភ្នំតំបន់នេះចម្ងាយគ្រោះក្រហមនេះគឺយើងឆ្លងកាត់15គីឡូម៉ែត្រប្រើពេលបើយើងជិះល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងគឺ15នាទីល្មមយើងទៅដល់ផ្លូវកស៊ូនៅក្នុងភូមិស្រះ2ចឹងចាប់ពីភូមិស្រះ2ទៅយើងធ្វើដំណើរដោយផ្លូវកស៊ូរហូតទៅដល់វត្តបដាសម្រាប់ការជិះមើលទេសភាពគឺល្អណាស់តំបន់នេះយើងបានឆ្លងកាត់ហើយយើងឆ្លងកាត់យើងបើកបរក្នុងលក្ខណៈបែបទស្សនាទេសភាពអញ្ចឹងហើយ fresh យ៉ាងនៅសល់មិនប្រហែលនាទីទៀតយើងនឹងទៅដល់ភូមិស្រះ2យើងនឹងចូលដល់ផ្លូវកស៊ូម្ដងមុននឹងដល់ផ្លូវកស៊ូចំការម្ដុំនេះគេប្រើគេដាំជាដំណាំពោតគឺល្អណាស់នៅតំបន់នេះយើងចិត្តទៅដល់ហើយមិនប្រហែលនាទីទៀតទេច
ចឹងដល់កន្លែងនេះទៅកស៊ូយើងបត់ឆ្វេងដើម្បីឆ្ពោះទៅវត្តបាក់ដាក់ផ្លូវកស៊ូនេះនៅថ្មីនៅអត់មានកន្លែងខូចខាតទេយើងអាចប្រើលបឿនតាមអ្វីដែលយើងត្រូវការនៅកន្លែងនេះគឺផ្លូវបំបែកមានបំបែកទៅដីស្អិតភូមិដីស្អិតសាអូដន្តាតែយើងទៅត្រង់ចំពោះផ្លូវទៅបដានេះគឺយើងទៅប្រកាន់ភ្ជាប់ផ្លូវត្រង់នេះដូចកន្លែងនេះចឹងផ្លូវបំបែកចឹងយើងមើលប្រកាន់ភ្ជាប់ទៅផ្លូវត្រង់រហូតចឹងចំណុចកោងនេះនឹងទួយបន្តិចបងប្អូនសូមប្រុងប្រយ័ត្នកន្លែងនេះមើលទៅរឿងដីរឿងទូលម្ដុំនេះមានសៃឡូប្រហែលកន្លែងដែរហើយមានឡានទឹកឡានធុនធំសម្រាប់ដឹកដំណាំដឹកផលិតផលកសិកម្មត្រាក់ទ័រយើងទៅសូមប្រយ័ត្នប្រយែងបន្តិចនៅកន្លែងនេះហើយអាចនឹងមានការធ្វើដំណើរហើយជាប្រភេទត្រាក់ទ័រពលយន្តកែច្នៃអញ្ចឹងផ្លូវនេះយើងអាចជន់បាន80 90 100តាមសភាពផ្លូវស្ងប់ស្ងាត់ក៏តែសភាពផ្លូវស្អាតក៏តែបើសិនជាមានឡានធុនធំនៅពីមុខគឺយើងពិបាកការវាជែងបន្តិចបងប្អូនទស្សនាបដាហើយព្រោះខ្ញុំអត់មានអ្វីអធិប្បាយបន្ថែមទៅលើនឹងផ្លូវស្រួលតនេះហើយយើងអាចធ្វើដំណើរដោយងាយស្រួលដល់វត្តបដាហើយបងប្អូន